This is reading. This is another reading comprehension. Reading comprehension. The title is Keep Yourself Busy. Keep yourself busy. Keep yourself busy នឹងបានន័យថាធ្វើឲ្យខ្លួនឯងរវល់ធ្វើឲ្យខ្លួនឯងរវល់បានន័យថាឲ្យឧស្សាហ៍បន្តិចឲ្យឧស្សាហ៍បន្តិច Keep yourself busy. When we have free time, we should work on something that can benefit us or our society. Often when we have free time, we tend to sit around and do nothing. This is indeed a waste of time. When we have free time នៅពេលដែលយើងមានពេលទំនេរ we should work on something យើងគួរតែថាធ្វើអ្វីមួយថា work on នឹងថាធ្វើអ្វីមួយប្រកបអ្វីមួយ something អ្វីមួយ that can benefit us or our society ដែលអាចមានប្រយោជន៍មកដល់យើងឬក៏ដល់សង្គមរបស់យើង benefit ប្រយោជន៍មកដល់យើងឬក៏សង្គមរបស់យើង Often when we have free time we tend to sit around and do nothing ថា often ថាជារឿយៗថាជាញឹកញាប់ឬក៏ជារឿយៗជាញឹកញាប់ជាញយៗនៅពេលដែលយើងនឹងមានពេលទំនេរយើង we tend នឹងគឺថាចេះតែអង្គុយលេង we tend to sit around ចេះតែអង្គុយលេងហើយនឹងអត់ធ្វើអ្វីឡើយថាចេះតែអង្គុយលេងឬអង្គុយលេងចោលឬថាអង្គុយចោលហ្នឹងថាអង្គុយលេងអង្គុយចោល we tend to sit around and do nothing គឺថាយើងតែងតែឬក៏ចេះតែអង្គុយលេងហើយអត់ធ្វើអីសោះគឺថាចំណាយពេលវេលាចោល This is indeed a waste of time ថានេះពិតប្រាកដហើយគឺចំណាយពេលអត់បានការ waste នេះថាចំណាយចោល waste of time គឺចំណាយពេលចោល indeed នឹងពិតប្រាកដ indeed ពិតប្រាកដ we all should consider time as a very precious entity given to us by nature. That is to say, time is very important. Some of us from day to day we wish to have just enough time to complete an assignment, to work on a project, or just to make a living. Okay, all of us, we all should consider time as a very precious entity given to us by nature គឺថាយើងគួរតែថាយើងទាំងអស់គ្នានឹងគួរតែគិតសិញ្ជប់សិញ្ជឹងគិតថាពេលវេលាគឺជា entity នឹងគឺថាវត្ថុឬក៏ជារបស់មួយដែលសំខាន់ precious ដែលមានតម្លៃ as a very precious entity ដែលមានតម្លៃថាពេលវេលាគឺជាមានតម្លៃ precious គឺមានតម្លៃមែនតើ very precious entity ថាគឺជាមានតម្លៃគឺជាវត្ថុដែលមានតម្លៃ given to us by nature ថាផ្ដល់មកឲ្យយើងដោយធម្មជាតិគឺថាដោយសារធម្មជាតិគឺថាធម្មជាតិបានផ្ដល់ពេលវេលាមកឲ្យយើងពេលវេលាគឺសំខាន់គឺថា okay precious entity នេះគឺជាវត្ថុអ្វីមួយឬក៏ជាកត្តាអ្វីមួយ That is to say nature គឺធម្មជាតិ nature ធម្មជាតិ That is to say ថានោះគឺនិយាយថានោះគឺមានន័យថា time is very important ថាពេលវេលាគឺសំខាន់ណាស់ Some of us ថាពួកយើងខ្លះថាអ្នកខ្លះនៅក្នុងចំណោមពួកយើងហ្នឹងគឺមានន័យថាពួកយើងខ្លះ from day to day ថាពីមួយថ្ងៃទៅមួយថ្ងៃ យើងថា we wish to have just enough time ថាយើងប្រាថ្នាឲ្យ
គ្រាន់តែយើងប្រាថ្នាគ្រាន់ឲ្យតែមានពេលវេលាគ្រប់គ្រាន់ដើម្បី complete បំពេញ assignment កិច្ចការរបស់យើងថាបំពេញកិច្ចការរបស់យើងឬក៏មុខងារអ្វីមួយដែលយើងត្រូវធ្វើហ្នឹង to work on a project ឬក៏ធ្វើការឬក៏គ្រោងការអ្វីមួយថា project នេះគឺថាគម្រោងការឬក៏គ្រោងការអ្វីមួយ to work on a project or just to make a living ឬក៏គ្រាន់តែថារកស៊ីចិញ្ចឹមជីវិតគឺថាពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងពួកយើងខ្លះហ្នឹងគឺថាអត់មានពេលវេលាសោះថាចង់បានពេលវេលាគ្រាន់តែមកគ្រប់គ្រងដើម្បីបំពេញកិច្ចការអ្វីមួយឬក៏បំពេញគ្រោងការអ្វីមួយឬក៏គ្រាន់តែរកស៊ីចិញ្ចឹមជីវិតបកប្រកបរបរចិញ្ចឹមជីវិត to make a living ថារកស៊ីចិញ្ចឹមជីវិតOkay project គឺថាគ្រោងការអ្វីមួយ complete នឹងបំពេញកិច្ចការអ្វីមួយដែលគេឲ្យយើងធ្វើ Okay precious ថាមានតម្លៃ entity ឬគាត់កត្តាឬក៏វត្ថុអ្វីមួយ nature ហ្នឹងគឺមានន័យថាធម្មជាតិ The bottom line is that is that when we have free time, we should work on something that we enjoy doing. Something can be, for example, gardening, teaching someone about something, or inventing something that are useful and are needed by our society. Okay, the bottom line is that when we have free time, we should work on something that we enjoy doing. គឺមានន័យថា that the bottom line មានន័យថា the bottom line គឺថាសំខាន់នោះ the bottom line គឺថាសំខាន់នោះគឺថាសំខាន់នោះគឺនៅពេលដែលយើងមានពេលទំនេរ free នៅពេលដែលយើងមានពេលទំនេរយើងគួរតែ we should work on នោះយើងគួរតែធ្វើអ្វីមួយថាយើងធ្វើអ្វីមួយទៅដែលយើងចូលចិត្តធ្វើ enjoy doing enjoy ហ្នឹងថាចូលចិត្តធ្វើ doing ធ្វើដែលថាគោលបំណងសំខាន់គឺថានៅពេលដែលយើងមានពេលទំនេរយើងគួរតែធ្វើអ្វីមួយគឺថាឲ្យរវល់ធ្វើអ្វីមួយទៅ something can be អ្វីមួយហ្នឹងគឺអាចដូចជាអ្វីមួយហ្នឹងគឺថា can be អាចដូចជា for example ឧទាហរណ៍ gardening ដូចជាសួនច្បារធ្វើសួនច្បារដាំដំណាំដាំផ្លែឈើដាំដំណាំដាំបន្លែដាំអីហ្នឹង Okay teaching someone about something ឬក៏បង្រៀនអ្នកណាម្នាក់អំពីអ្វីមួយទៅ or inventing something that are useful and are needed by our society ឬក៏បង្កើត inventing បង្កើតឬក៏ប្រឌិតបង្កើតអ្វីមួយដែលថា useful ដែលសំខាន់ឬដែលមានប្រយោជន៍ដែលយើងមានប្រយោជន៍ប្រើប្រាស់បានអូខេសំខាន់ឬក៏មានប្រយោជន៍ប្រើប្រាស់បាន and are needed ហើយនឹងត្រូវការនៅក្នុងសង្គមរបស់យើងថា needed by our society ត្រូវការនៅក្នុងសង្គមរបស់យើងអូខេនៅក្នុងនេះ gardening គឺធ្វើសួនច្បារសួនដាំបន្លែអីហ្នឹងហៅថា gardening and okay useful ដែលមានសារៈសំខាន់ដែលមានប្រយោជន៍ okay enjoy គឺថាចូលចិត្ត it could be something that can be used to improve farming in hope for yield increase. Or if you enjoy raising poultry such as ducks and chicken, or cattle such as cows and water buffalo, or raising fish, why not do it? They all are useful. It could be something it could be something វាអាចជាអ្វីដែលវាក៏អាចជាអ្វីដែល can be used ដែលអាចប្រើប្រាស់ថាដែលអាចប្រើ to improve ថាដែលអាចប្រើដើម្បីឲ្យរីកចម្រើនដើម្បីធ្វើទៅឲ្យរីកចម្រើននៅក្នុងដូចជាកសិកម្ម farming កសិកម្ម improve ដែលធ្វើឲ្យរីកចម្រើនខាងកសិកម្មក្នុង
នៅក្នុងកសិកម្ម in hope ថានៅក្នុងសង្ឃឹមថាដើម្បីឲ្យ yield increase ដើម្បីឲ្យថាផលកើនផលថាកើនឲ្យកើនផលឬក៏ផ្លែច្រើនឡើងថែមទៀតថា yield increase yield ហ្នឹងគឺថាឲ្យកើនផលប្រយោជន៍អីហ្នឹងកើនផលឬក៏មានផ្លែផ្កាហ្នឹង increase ថាកើនឡើងថែមទៀត okay or if you enjoy raising poultry such as ducks and chicken ឬបើសិនជាអ្នកចូលចិត្តចិញ្ចឹមសត្វដូចជាសត្វ poultry នេះគឺនិយាយអំពីមាន់ហើយនិងទាពីសត្វដូចជាហាឬសត្វមានស្លាបដូចជា ducks នេះគឺទា chicken គឺមាន់ or cattle គឺគោក្របី such as cows and water buffalo cattle គឺពាក្យហ្នឹងគឺថាគោក្របី such as ដូចជាគោ cows and water buffalo ឬក៏ក្របី or raising fish ឬក៏ចិញ្ចឹមត្រី raising fish ចិញ្ចឹមត្រី why not do it ហេតុអីក៏គឺថាហេតុអ្វីក៏មិនធ្វើអញ្ចឹងទៅដល់ហេតុអីក៏មិនធ្វើទៅគឺមានន័យថាបើសិនជាអ្នកចូលចិត្តចិញ្ចឹមមាន់ទាឬគោក្របីឬក៏ចិញ្ចឹមត្រីហេតុអីក៏មិនធ្វើអញ្ចឹងទៅ they all are useful ថាពួកគេទាំងនោះគឺថាមានសារៈសំខាន់ទាំងអស់ថាសិតតែមានប្រយោជន៍ទាំងអស់ចិញ្ចឹមគោចិញ្ចឹមក្របីចិញ្ចឹមត្រីចិញ្ចឹមមាន់ទាគឺសិតតែមានប្រយោជន៍ទាំងអស់ they all are useful if you don't want to raise chicken cattle or fish you can repair your home if your home needs repaired or you can read books or learn new skills there are countless of things that you can do to keep yourself busy you can always think of something to do or to work on okay if you don't want to raise chicken cattle or fish you can repair your home if your home needs repair គឺថាបើសិនជាអ្នកមិនចូលចិត្តឬក៏មិនចង់ចិញ្ចឹមមាន់ចិញ្ចឹមទាចិញ្ចឹមគោក្របីអីហ្នឹងចិញ្ចឹមត្រីអ្នកអាចជួសជុល repair ជួសជុលផ្ទះរបស់អ្នកបើសិនជាផ្ទះរបស់អ្នកត្រូវការជួសជុល needs repair ត្រូវការជួសជុលគឺ repair ជួសជុលឬក៏ or you can read books ឬក៏អ្នកអាចអានសៀវភៅ or learn new skill ឬក៏រៀនថារៀនចំណេះថ្មីអ្វីមួយថារៀនចំណេះថ្មីអ្វីមួយ skill គឺថាចំណេះអ្វីមួយសម្រាប់ធ្វើប្រកបការរកស៊ីថារៀន learn new skill ឬក៏រៀនចំណេះថ្មី there are countless of things that you can do to keep yourself busy countless ហ្នឹងដែលมันអាចរាប់បានថាมันអាចរាប់អស់ថាមានរបស់ច្រើនណាស់ដែលរាប់មិនអស់ថាមានរបស់រាប់មិនអស់ដែលអ្នកអាចធ្វើដើម្បីធ្វើដែលអ្នកអាចប្រកបធ្វើដើម្បីធ្វើឲ្យខ្លួនអ្នកនឹងរវល់ឬក៏ធ្វើឲ្យខ្លួនអ្នកនឹងធ្វើនោះថាឲ្យរវល់ថាមានរបស់ច្រើនរាប់មិនអស់ដែលអ្នកអាចធ្វើ okay keep yourself busy ដែលអ្នកអាចធ្វើ you can always think of something to do or work on អ្នកតែងតែរឿងអ្នកថាអ្នកអាចរឿងអ្នកតែងតែអាចគិតអំពីអ្វីទៅធ្វើដើម្បីធ្វើ to do ធ្វើឬក៏ប្រកបធ្វើថាអ្នកតែងតែអាចគិតរអ្វីមួយធ្វើបានជានិច្ចថា always នឹងជានិច្ចអ្នកអាចគិតធ្វើនោះបានជានិច្ច to do ឬក៏ to work on នឹងដូចគ្នាមានន័យដូចជាធ្វើ work ធ្វើនេះធ្វើនោះថាអ្នកតែងតែមានពេលទីតណៃអ្នកតែងតែអាចគិតធ្វើនេះធ្វើនោះបានជានិច្ច okay new vocabulary skills ហ្នឹងគឺថាចំណេះថ្មីចំណេះrepair ហ្នឹងគឺថាជួសជុល repair ជួសជុល okay if you don't have lands that are big enough to raise cattle or ponds to raise ducks or fish you can always do gardening in your backyard in your garden you can grow vegetables like lemongrass lettuce green onions mince
or whatever you like to eat you like to eat គឺថាបើសិនជាអ្នក if you don't have land បើសិនជាអ្នកមិនមានដីគឺថាបើសិនជាអ្នកមិនមានដីដែល that are big enough ដែលធំល្មមដែលអាចធំល្មមនឹងអាចចិញ្ចឹមគោក្របីបើគឺមានន័យថាបើសិនជាអ្នកមិនមានដីធំល្មមនឹងចិញ្ចឹមគោក្របីឬក៏ pond ឬក៏ស្រះចិញ្ចឹមទាឬក៏ត្រីអ្នកអាច you can always អ្នកអាច do gardening អ្នកអាចធ្វើជាសួនច្បារនៅក្នុងនៅអ្នកអាចធ្វើសួនច្បារនៅខាងក្រោយផ្ទះរបស់អ្នកជានិច្ច always ជានិច្ចតែអ្នកតែងតែអាចធ្វើសួនច្បារឬក៏សួនដាំអ្វីមួយនៅក្នុងខាងក្រោយផ្ទះរបស់អ្នកជានិច្ច backyard ហ្នឹងគឺខាងក្រោយផ្ទះ backyard ខាងក្រោយផ្ទះ okay pond នេះគឺ ស្រះ in your garden ថានៅក្នុងសួនហ្នឹង you can grow អ្នកអាចដាំ grow នឹងដាំ you can grow vegetables អ្នកអាចដាំបន្លែដូចជា like lemongrass ដូចជាស្លឹកគ្រៃ lemongrass ស្លឹកគ្រៃ lettuce សាឡាត់ green onions ហ្នឹងគឺស្លឹកខ្ទឹមស្លឹកខ្ទឹមដែលមានស្លឹកហ្នឹងស្លឹកខ្ទឹម or mince G ឬក៏ whatever you like to eat ឬក៏អ្វីក៏ដោយឲ្យតែដែលអ្នកចូលចិត្តអ្វីដែលអ្នកចូលចិត្ត You can also plant fruit trees such as banana, mango, or whatever fruit tree that you enjoy eating along your fence or in the middle of your backyard. When you keep yourself busy with this kind of hobby, sooner or later you will have all kinds of vegetables and fruits to eat. You can always plant fruit trees ថាអ្នកតែងតែ you can also ថាអ្នកផងដែរអ្នកអាចដាំfruit tree ដើមឈើដែលមានផ្លែ fruit tree ហ្នឹងដើមឈើដែលមានផ្លែដើមឈើបើន័យថាដើមឈើហ្នឹងដល់ពេលវាធំទៅវាមានផ្លែឲ្យ such as ដូចជា banana ចេក mango ស្វាយ or whatever fruit tree ឬក៏ដើមដែលមានផ្លែហ្នឹងមួយណាក៏បានដែរដែលអ្នក that you enjoy eating ដែលអ្នកចូលចិត្តញ៉ាំ along your fence តាមរបងរបស់អ្នក fencing គឺរបង along តាមរបងរបស់អ្នក or in the middle of your backyard ឬក៏នៅចំពាក់កណ្ដាលនៃខាងក្រោយផ្ទះរបស់អ្នកដីខាងក្រោយនៅចំកណ្ដាលដីខាងក្រោយផ្ទះរបស់អ្នក okay when you keep yourself busy with this kind of hobby ថានៅពេលដែលអ្នកធ្វើឲ្យខ្លួនអ្នករវល់ជាមួយនឹងការកំសាន្តដូចនេះគឺថានៅពេលដែលអ្នកចំណាយពេលវេលាជាមួយនឹងការកំសាន្តយ៉ាងដូចនេះ this kind of hobby ខាងនេះថាម្យ៉ាងរបៀបនេះថា hobby នេះគឺការកំសាន្តដែលកំសាន្តរបៀបនេះ sooner or later ថា you will have all kinds of vegetables and fruit to eat ថាយូរឆាប់ថា sooner or later យូរឆាប់អ្នកនឹងមានបន្លែហើយនឹងផ្លែឈើញ៉ាំគ្រប់បែបយ៉ាង all kind ហ្នឹងតែគ្រប់បែបយ៉ាង okay vegetables and fruits hobby នេះគឺការកំសាន្តអ្វីមួយដែលយើងធ្វើទៅកំសាន្តចិត្ត okay middle នឹងថានៅចំកណ្ដាល backyard ហ្នឹងគឺជាខាងក្រោយផ្ទះហ្នឹង fence លបង mango ស្វាយ mango tree ដើមស្វាយ banana tree ដើមស្វាយ okay fruit tree ថាដើមឈើដែលមានផ្លែ plant ហ្នឹងគឺថាដាំដូចជា grow គឺដាំដែរ you can share them with your neighbors or if you prefer you can sell them at your local market. These are the benefits of keeping yourself busy. This is just an example of being productive. That you can share នឹងគឺថាចែកឲ្យចែកគ្នា You can share them with your neighbors អ្នកអាចចែក
จ่าย them นั่นคือជំនួសបន្លែផ្លែឈើហ្នឹងជាមួយ neighbors អ្នកជិតខាងភូមិអ្នកញាតិមិត្តជិតខាងឬអ្នកភូមិនៅក្បែរហ្នឹងឬក៏បើសិនជាអ្នកចូលចិត្ត if you prefer បើសិនជាអ្នកចូលចិត្ត you can sell them អ្នកអាចលក់ them គឺបន្លែផ្លែឈើទាំងនោះនៅឯផ្សាររបស់អ្នកថា your local market ផ្សារនៅក្នុងភូមិរបស់អ្នក okay these are the benefits of keeping yourself busy ថាទាំងនេះហើយគឺជាប្រយោជន៍ដែលធ្វើខ្លួនដែលជាប្រយោជន៍របស់អ្នកគឺជាដែលជាប្រយោជន៍ដែលអ្នកធ្វើឲ្យខ្លួនអ្នកនឹងរវល់គឺថាគឺជាប្រយោជន៍ដែលនៃសេចក្តីឧស្សាហ៍របស់អ្នកថា keeping yourself busy ហ្នឹងគេធ្វើឲ្យខ្លួនយើងនឹងរវល់មានន័យថាអាសានៃការអាសារបស់យើងទាំងនេះឯងគឺជាផលប្រយោជន៍នៃការឧស្សាហ៍របស់យើងរបស់អ្នក This is just an example of being productive ថានេះគឺជាគ្រាន់តែឧទាហរណ៍មួយដែលនៃគឺជាឧទាហរណ៍មួយនៃក្តីដែលមានប្រយោជន៍ being productive ថាក្តីដែលមានផលប្រយោជន៍ថា being productive ដែលមានប្រយោជន៍ okay benefits គឺប្រយោជន៍ local នៅក្នុងចិត្តភូមិនៅក្នុងភូមិហ្នឹង neighbors ហ្នឹងគឺថាអ្នកនៅជិតខាងយើង neighbors if you have lands that are big enough for plantation or orchard you should consider planting hundreds of fruit trees for example mango, coconut, or jackfruit. These fruit trees can generate a lot of money 5 or 6 years after planting. These are cash crop trees.គឺថាបើសិនជាអ្នកមានដី if you have lands that are big enough for plantation or orchard បើសិនជាអ្នកមានដីនឹងធំល្មមសម្រាប់plantation គឺជាចម្ការតែ plantation ចម្ការឬក៏ orchard គឺមានន័យដូចគ្នាចម្ការសម្រាប់ចម្ការគឺថា you should អ្នកគួរតែគិតពិចារណា planting ដាំគឺថា hundreds of fruit tree ថាដាំដើមហ្នឹងគឺថា fruit tree ថាដើមឈើញ៉ាំផ្លែហ្នឹងរាប់រយថា100ថា100មកខ្ទង់100ថា100ឧទាហរណ៍ដូចជាដើមស្វាយ coconut ដើមដូងឬក៏ jackfruit ហ្នឹងគឺខ្នុរ okay these fruit trees can generate a lot of money 5 or 6 years after planting គឺថាដើមឈើញ៉ាំផ្លែទាំងនេះអាចបង្កើតលុយឲ្យបង្កបង្កើតលុយបានយ៉ាងច្រើន5ឬក៏6ឆ្នាំបន្ទាប់ពីយើងដាំវាថាបន្ទាប់ពីយើងដាំវាទៅគឺថាវាមានផ្លែផ្កាទៅយើងអាចយកទៅលក់ហើយបានលុយមិនចេះតិចដែរ These are cash crop trees ថាដើមឈើទាំងនេះគឺជាដើមឈើដែលមានផ្លែទាំងនេះគឺសម្រាប់លុយគឺថា cash crop tree ហ្នឹងគឺថាដើមឈើដែលយើងអាចមានផ្លែទៅយើងអាចយកទៅលក់បានលុយយកទៅលក់បានលុយថា cash crop trees okay នៅក្នុងនេះគឺ plantation គឺចម្ការស្មើនឹង orchard ចម្ការដូចគ្នាjackfruit ខ្នុរ coconut គឺដូង okay generate នឹងបង្កើតcash ហ្នឹងគឺលុយដែរ cash គឺលុយសុទ្ធហ្មង cash លុយសុទ្ធ